សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ admin ថ្ងៃនេះ admin មកបន្តសាច់រឿង Fake Choose Social ភាគទី14ជាបន្តទៀតកាលពីភាគមុនសៀវម៉ៃបានឃើញភាពលោភលន់របស់ប៉ៃចុងជីសុកចិត្តសម្លាប់មនុស្សដើម្បីលួចយកគុជគង់សានធ្វើឲ្យបេះដូងនៅអារម្មណ៍របស់នាងពិតជាឈឺចាប់ហើយខូចចិត្តយ៉ាងខ្លាំងតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរយើងមកបន្តតាមដានសាច់រឿងជាមួយ admin តែម្ដងទៅពេលនេះសៀវម៉ៃនឹងដឹងច្បាស់ហើយអំពីឥទ្ធិពលនៃថ្នាំអមតៈថាវានឹងបានធ្វើឲ្យមនុស្សស្លាប់ច្រើនប៉ុណ្ណាហើយនាងក៏មិនដែលជួបជាមួយនឹងមនុស្សអមតៈនោះដែរឃើញតែអ្នកស្លាប់ធ្វើឲ្យនាងនឹងពិតជាឆ្ងល់យ៉ាងខ្លាំងតែពេលទេវតាស៊ូនឹងពិតជាអាចផលិតបានថ្នាំអមតៈមែនទេនាងចង់ឲ្យលូឆេនឹងទៅសួរពេលទេវតាជាមួយនាងប្រសិនបើនាងសួរអំពីរឿងនេះគាត់ក៏ប្រាប់នាងដែរប៉ុន្តែលូឆេណាបានបដិសេធជាមួយនឹងសំណើរបស់នាងភ្លាមៗតែម្ដងដែលធ្វើឲ្យស៊ីនម៉ៃពិតជាខុសគីវឲ្យគេនឹងទៅសួរខ្លាំងមែនតែនព្រោះនាងពិតជាចង់ដឹងអំពីរឿងមួយនេះខ្លាំងណាស់ហើយប្រសិនបើមនុស្សអាចខ្លាយទៅជាអមតៈតែមនុស្សអាចដូចជាបិសាចសង្គ្រាមដែលរស់នៅរាប់ពាន់ឆ្នាំដែរឬទេហើយបើអញ្ចឹងមែនពិភពលោកមួយនេះច្បាស់ជាយ៉ាប់យ៉ឺនជាមិនខានឡើយលូឆេញគេឈឺក្បាលវឹមមុខជាមួយនឹងសំណួររបស់នាងខ្លាំងមែនតែនលុះពេលពួកគេបានត្រឡប់មកវិញយើងឃើញថាពេលទេវតាស៊ូជាមួយនឹងកូនចៅរបស់ខ្លួនកំពុងតែរងចាំលូឈីងដោយអញ្ជើញឲ្យគេនឹងចូលទៅកាន់រូងភ្នំព្រោះវាដល់ពេលវេលាហើយស៊ីនម៉ៃពិតជាឆ្ងល់អំពីរឿងមួយនេះខ្លាំងមែនតែនាងក៏មិនហ៊ានសួរច្រើននោះដែរនៅក្នុងរូងភ្នំមានអាងខ្សាច់ដែលពោពេញទៅដោយថ្នាំកំពុងតែពុះក្រូចនឹងរងចាំគេរួចជាស្រេចលូឈីងលងលក់ដោយសារថ្នាំសណ្ដំត្រៀមក្នុងការរំលែកឆ្អឹងពេលទេវតាស៊ូពិតជាព្រួយបារម្ភចំពោះការរំលែកឆ្អឹងលោកគ្រូរបស់ខ្លួនខ្លាំងមែនតែព្រោះវាមានភាពឈឺចាប់ខ្លាំងណាស់តែគេត្រូវតែធ្វើព្រោះវាគឺជាបំណងលោកគ្រូរបស់ខ្លួនក្រុមដំណើរការមួយនេះត្រូវចំណាយពេលយ៉ាងតិច6ម៉ោងពេលទេវតាក៏បានបញ្ជាឲ្យកូនសិស្សរបស់ខ្លួនចាត់ចែងបន្ថែមថ្នាំឲ្យម៉ត់ចត់បំផុតប្រសិនបើមានរឿងអ្វីខុសប្រក្រតីអាមេរិកប្រាប់គាត់ភ្លាមឬក៏ឲ្យលោកគ្រូប៉ែនស៊ូយូនឹងយកកណាត់កលអណ្ដាតជិះវិញលោកគ្រូរបស់ខ្លួនមានភាពឈឺចាប់ខ្លាំងពេកខំណាត់អីចឹងទៅព្រោះការរំលែកឆ្អឹងរបស់បិសាចសង្គ្រាមវាខុសពីឆ្អឹងទូទៅដែលធ្វើឲ្យមានភាពឈឺចាប់ខ្លាំងមែនទែននិយាយមិនទាន់ចប់ផងសម្លេងរបស់លូឈីនឹងក៏បានស្រែកឡើងដោយភាពឈឺចាប់យ៉ាងខ្លាំងពួកឯគាត់កាន់តែបារម្ភព្រោះថាលោកគ្រូរបស់ខ្លួនអត់ដែលស្គាល់ភាពឈឺចាប់នោះទេវាគឺជាលើកដំបូងហើយក៏ខ្លាំងបំផុតនៅក្នុងជីវិតរបស់គេដែរភ្លាមនោះឆាំងស៊ូក៏បានរាយការណ៍ថាឆ្អឹងរបស់លោកម្ចាស់រលែកអស់ហើយគេក៏បានប្រើខ្សែដើម្បីការពារអណ្ដាតរបស់គាត់ដែរពេលទេវតាស៊ូលើបែបនេះក៏សួរបន្តមិនបានជាគាត់នៅស្រែអញ្ចឹងទើបនឹកឃើញថាក្បាលរបស់គេនឹងអត់ទាន់បានលើកចូលទៅក្នុងខ្សាច់នោះទេតែបញ្ញាឲ្យកូនសិស្សរបស់ខ្លួនណាបញ្ញាជាមួយក្បាលរបស់គាត់ចូលភ្លាមទៅអំឡុងពេលជាមួយគ្នាកិច្ចសន្យាឈាមបានធ្វើឲ្យស៊ីនម៉ៃនឹងឈឺចាប់យ៉ាងខ្លាំងតែនាងអត់ដឹងអំពីមូលហេតុនៃរឿងមួយនេះទេព្រោះនាងភ្លេចអស់ហើយបែរតែឆ្អឹងត្រូវបានរលែងនៅក្នុងខ្សាច់តែសម្លេងនៃភាពឈឺចាប់របស់គេនៅតែបន្តហូរហែធ្វើឲ្យពេលទេវតាស៊ូនឹងកាន់តែព្រួយបារម្ភសារប្រាប់លោកគ្រូរបស់ខ្លួនឲ្យតស៊ូបន្តិចទៅនៅខាងក្រៅស៊ីនម៉ៃបានទៅណានោះទេស៊ូទ្រាំជាមួយនឹងភាពឈឺចាប់របស់ខ្លួនឯងចង់ដឹងអំពីដំណឹងរបស់លូឆេងដោយព្យាយាមស៊ូទៅកាន់ឆឹងស៊ូខ្លាំងមែនតែនមិនបានជាលោកលូនឹងចូលមកទីនេះហើយមិនទាន់ចេញមកវិញចឹងឆឹងស៊ូបានត្រឹមលងកុំឲ្យស៊ីនម៉ៃមានការព្រួយបារម្ភអីព្រោះថាលោកម្ចាស់នឹងស្ថិតក្រោមកំដាប់តែលោកគ្រូរបស់ខ្លួនឯងនាងគួរតែទៅសម្រាប់ដើម្បីរៀបចំព្រោះ2ថ្ងៃទៀតកម្មវិធីភ្លក់ថ្នាំនឹងប្រកឡើងស៊ីនម៉ៃមិនអាចចិត្តត្រឡប់មកវិញនោះទេព្រោះដងចិត្តរបស់នាងនៅតែបារម្ភអំពីលូឈីងលុះពេលម្ដងឃើញថាយៀនស៊ូនឹងកំពុងតែរងចាំព្រោះថានាងត្រូវចាកចេញនៅក្នុងថ្ងៃស្អែកដោយស្ថានភាពជំងឺរបស់នាងធូរស្រាលនាងអត់ចង់នៅទីនេះទៀតទេអីចឹងណាស៊ីនម៉ៃក៏ត្រេកអរជាមួយនឹងយៀនស៊ូដូចគ្នាព្រោះថានៅទីនេះពោពេញដោយតោសោកដែលបន្តយកប្រាក់របស់ខ្លួនទៅឲ្យយៀនស៊ូដើម្បីទិញថ្នាំនឹងធ្វើដំណើរទៀតផងយៀនស៊ូក៏អរគុណចំពោះសំណានចិត្តល្អរបស់ស៊ីនម៉ៃខ្លាំងមែនទែនគំនងចុងក្រោយរបស់នាងចង់ឲ្យស៊ីនម៉ៃនឹងរៀបចំឲ្យនាងបានជួបជាមួយនឹងពេលទេវតាស៊ូព្រោះនាងចង់អរគុណគាត់ដោយផ្ទាល់អីចឹងណាស៊ីនម៉ៃក៏បានបដិសេធជាមួយនឹងសំណើមួយនេះដែរស្អែកឡើងនាងក៏បាននាំយៀនស៊ូនឹងទៅជួបជាមួយនឹងពេលទេវតាស៊ូចំណែកឯនាងរងចាំនៅខាងមុខអត់ចូលទៅជាមួយគ្នានោះទេដោយមុននឹងចូលក្នុងបន្ទប់យៀនស៊ូក៏បានធ្វើជាសញ្ញាដៃនាងនឹងធ្លាប់ប្រាប់ទៅកាន់ស៊ីនម៉ៃថាវាគឺជាការអរគុណទើបស៊ីនម៉ៃមិនចាប់អារម្មណ៍ជាមួយនឹងសកម្មភាពរបស់នាងនោះឡើយបន្តដើរបណ្ដានិយាយជាមួយនឹងឆឹងស៊ូបណ្ដាឆឹងស៊ូក៏បានឃើញមុខរបស់ស៊ីនម៉ៃសពតសពមបែបនេះគេដឹងភ្លាមថាយប់មិញនាងបានគេនោះទេអញ្ចឹងហើយគេចង់ចេញថ្នាំមួយចំនួនដើម្បីនាងផឹកអីអញ្ចឹងណាធ្វើឲ្យស៊ីនម៉ៃពិតជាអរគុណទៅកាន់គេយ៉ាងខ្លាំងដោយលើកដៃជាសញ្ញាអរគុណដែលយៀនស៊ូបានប្រាប់នាងប៉ុន្តែវាបែរជាធ្វើឲ្យឆឹងស៊ូមានការឆ្ងល់យ៉ាងខ្លាំងមិនបានជានាងនឹងធ្វើសញ្ញាសុំទោសគេទៅវិញស៊ីនម៉ៃភ្ញាក់ផ្អើលនឹងអត្ថន័យសញ្ញាមួយនេះខ្លាំងមែនទែនដឹងថាមានរឿងមិនល្អចំពោះលោកគ្រូពេទ្យទេវតាស៊ូវ័យក៏បញ្ញារត់ត្រឡប់ទៅវិញនឹកដល់សកម្មភាពរបស់យៀនស៊ូបូករួមជាមួយនឹងកំណើតរបស់លីស៊ីដែលមានចិត្តស្នេហាជាតិយ៉ាងខ្លាំងនាងកាន់តែយល់ច្បាស់អំពីអំណងរបស់យៀនស៊ូដែលមានចំពោះពេទ្យទេវតាស៊ូហើយអំណងមួយនោះគឺយៀនស៊ូនឹងចង់សម្លាប់លោកគ្រូពេទ្យទេវតាស៊ូនឹងតែម្ដងសំណាងល្អស៊ីនម៉ៃក៏ចាប់ផ្លែដើមមួយនោះជាប់មិនឲ្យមានគ្រោះថ្នាក់ដល់គ្រូពេទ្យស៊ូនោះឡើយបន្តស៊ូទៅកាន់នាងមិនបានជាធ្វើរឿងបែបនេះអញ្ចឹងតែយៀនស៊ូនេះមិនព្រមប្រាចម្លើយដែលនាងចង់សម្លាប់ទៅកាន់ពេទ្យទេវតាស៊ូនោះឡើយគាត់តែនិយាយឲ្យស៊ីនម៉ៃចាក់ចេញទៅគេពិតជាមិនចង់ធ្វើឲ្យនាងមានគ្រោះថ្នាក់នោះទេទើបសាច់រឿងបង្ហាញយើងឃើញថាប្រសិនបើស៊ីនម៉ៃអត់មកជួយពេទ្យទេវតាស៊ូក៏គាត់គ្មានគ្រោះថ្នាក់នោះដែរព្រោះក្នុងបន្ទប់នេះបានបង្កប់នៅអង្គរៈដែលចាំការពារលោកគ្រូពេទ្យស៊ូជានិច្ចជាការពេលដែលស៊ីនម៉ៃរងចាំស្ដាប់នាងក៏បានរលាស់ដៅរុញស៊ីម៉ៃឲ្យចាក់ចេញទៅដែលបន្តចង់ចាក់ទៅលើពេទ្យទេវតាស៊ូធ្វើឲ្យគាត់នឹងបញ្ញាប្រាប់ទៅកាន់អង្គរៈកុំឲ្យសម្លាប់នាងអីតែវាគឺជាពេលបន្តិចព្រោះថាក្របព្រួយនឹងបានទម្លុះទ្រូងរបស់នាងបាត់ទៅហើយយៀនស៊ូអស់សំណើជាមួយនឹងភាពភ័យខ្លាចរបស់ពេទ្យទេវតាស៊ូខ្លាំងមែនទែនដល់ថ្នាក់បង្កប់អ្នកការពារនៅទីនេះបន្ទាប់មកស៊ីនម៉ៃក៏បាននាំយៀនស៊ូនឹងទៅកន្លែងសម្រាប់ធ្វើឲ្យនាងនឹងពិតជាសុំទោសទៅកាន់ស៊ីនម៉ៃខ្លាំងមែនទែនដែលកុហកនាងកន្លងមកតាមការពិតនាងមិនជាកូនរបស់លោកមន្ត្រីលីនោះទេឈ្មោះពិតរបស់នាងគឺអាស៊ីងឬឈ្មោះមួយនេះហើយស៊ីនម៉ៃស្គាល់យ៉ាងច្បាស់អំពីអត្តសញ្ញាណរបស់ពួកគេទាំងពីរនាក់
អ្នកដែលជាប់ក្នុងបញ្ជីកម្ពុជាអ្នកហាត់ក្បាច់គុនមានរហស្សនាមដៅភ្លោះផ្កាយនឹងកើឡើងដោយសួរបន្តអំពីមូលហេតុដែលនាងមកទីនេះថាមកពីថ្នាំអមតៈមែនទេយិនស៊ូបានបដិសេធមិនចង់បានវានោះឡើយក្នុងដៃរបស់នាងក៏មានគុជដែលអាចបដូរយកថ្នាំអមតៈបានដែរទើបស៊ីនមីនឹងសួរបន្តទៀតអញ្ចឹងនាងមកទីនេះព្រោះតែធ្វើឃាតកម្មពេទ្យទេវតាស៊ូមែនទេសូមឲ្យនាងប្រាប់អំពីហេតុផលដែលចង់សម្លាប់ទៅកាន់គាត់ផងមុននឹងឆ្លើយយិនស៊ូក៏សួរអំពីអាយុរបស់ស៊ីនមីវិញទើបដឹងថានាងមិននៅក្មេងនោះទេប្រសិនបើនាងគឺជាមនុស្សធម្មតាមិនទទួលបានការវឹកហាត់ឥឡូវនេះនាងប្រហែលជាខ្លាចទៅជាយាយចាស់ដែលមានសក់សពេញហ្នឹងឯងអេដមីនសុំឲ្យយិនស៊ូនឹងទៅជាអាស៊ីនវិញឈ្មោះពុតបករបស់នាងបានរៀបរាប់អំពីជីវិតដែលត្រូវរាជការគៀបសង្កត់កាលពីអាយុ6ឆ្នាំគ្រួសាររបស់នាងគឺជាកសិករចឹងដែរអីក៏មានកណ្ដោបធ្វើការបំផ្លាញវាអស់ដែលប្រមូលបានតែ20%ប៉ុណ្ណោះរាជការពិតជាមិនយល់អំពីទុកលំបាករបស់គេនោះឡើយក៏តែពីទាពន្ធពួកគេហៅពន្ធមួយនោះគឺជាពន្ធអមតៈប្រមូលទាំងអស់សូម្បីតែស្រូវពូជដែលគេត្រៀមដាំនៅក្នុងរដូវរងាក៏ពួកគេនឹងយកទៅដែរទីបំផុតម្ដាយជាមួយនឹងបងប្រុសរបស់នាងក៏ត្រូវបានស្លាប់ដោយភាពស្រេកឃ្លានលុះដល់ពេលនាងមានអាយុ10ឆ្នាំឪពុករបស់នាងនឹងក៏ស្លាប់ទៅម្នាក់ទៀតនាងបានត្រឹមតែសង្ឃឹមថាពួកគេទាំង3នាក់នឹងអាចរស់នៅជាមួយគ្នាចំណែកឯពន្ធអមតៈអនុវត្តខ្លាំងជាងមុនទៀតធ្វើឲ្យប្រជារាស្ត្រទាំងអស់មានភាពពិបាកក្នុងការរស់នៅខ្លាំងមែនទែនអ្នកដែលស្ថិតក្នុងខ្សែរាជវង្សក៏ដូចជាមនុស្សនៅក្នុងបកអមតៈនៅតែបន្តជីវិតជាធម្មតាមានតែមនុស្សធម្មតាប៉ុណ្ណោះដែលគឺជាជីវិតទៀតថោកនាងក៏ដឹងថាពេលទេវតាស៊ូនឹងគឺជាមនុស្សល្អអាចសង្គ្រោះបានមនុស្សជាច្រើនប៉ុន្តែតារាបណាដែលគាត់នៅមានជីវិតបកអមតៈទាំងអស់នឹងនៅតែបន្តដំណើររបស់ពួកគេហើយធ្វើឲ្យមនុស្សសាមញ្ញធម្មតានឹងត្រូវរងទុក្ខវេទនាគ្មានផ្លូវរស់ជាបន្តទៀតទេទង្វើដ៏ស្មោះសររបស់ស៊ីនមីមានចំពោះនាងកន្លងមកធ្វើឲ្យនាងដឹងយ៉ាងច្បាស់ថាស៊ីនមីនឹងគឺជាមនុស្សល្អទើបនាងប្រកល់គុជរបស់ខ្លួនទៅឲ្យស៊ីនមីថាប្រសិនបើថ្ងៃណាមួយថ្នាំអមតៈជោគជ័យនាងចង់ឲ្យវាស្ថិតនៅលើដៃរបស់ស៊ីនមីតែប៉ុណ្ណោះព្រោះជីវិតរបស់នាងមិនអាចបន្តរស់នៅបានយូរទៀតនោះទេនិយាយរួចនាងក៏ក្អួតជាបន្ថែមទៀតធ្វើឲ្យស៊ីនមីពិតជាបារម្ភចំពោះនាងយ៉ាងខ្លាំងពេលនេះគុជដែលស្ថិតនៅក្នុងដៃរបស់ស៊ីនមីមានដល់ចំនួន10នាងបាននឹកឃើញសម្ដីរបស់លូឈីងរុំជាមួយនឹងលោកគ្រូរបស់ខ្លួនធ្វើឲ្យនាងយល់កាន់តែច្បាស់អំពីបញ្ហានៃថ្នាំអមតៈស្របពេលជាមួយគ្នាពេលទេវតាស៊ូនឹងក៏បានមករកនាងរួមទាំងផ្លែក្រូចរបស់គាត់ទៀតផងឃើញថាស៊ីនមីដាក់គុជប្រេងនៅលើតុបែបនេះគាត់ពិតជាអត់សំណោចខ្លាំងមែនតើហើយអ្វីបានជានាងទុកចោលអញ្ចឹងអត់ខ្លាចមានអ្នកចូលមកលួចទេអីស៊ីនមីក៏និយាយអំពីប្រភពនៃគុជមួយនេះមួយគឺជារបស់នាងចំណែកមួយទៀតគឺជារបស់លីស៊ីជាមួយនឹងអាស៊ីនសងប្រមាណណាគឺលូឈីងឲ្យនាងនិយាយរួចក៏បានប្រគល់គុជទាំងអស់នោះទៅឲ្យពេលទេវតាស៊ូវិញទទួលជាកំហុសដែលនាងបាននាំលីស៊ីនិងអាស៊ីនចូលមកទីនេះប៊ីតែនឹងសម្រាប់ពេលទេវតាស៊ូទៅហើយតែក៏រកអត់យកគុជមួយនោះទេថែមទាំងបញ្ចូលទៅកាន់ស៊ីនមីវិញថាវាមិនមែនជាកំហុសរបស់នាងនោះទេប្រសិនបើនាងមិននាំពួកគេចូលមកក៏មានអ្នកផ្សេងនាំមកដែរដរាបណាគាត់នឹងអាចផលិតថ្នាំអមតៈមានមនុស្សជាច្រើនដែលចង់យកជីវិតគាត់បន្ថែមទៀតស៊ីនមីក៏សូមឲ្យគាត់នឹងបញ្ចូលធ្វើថ្នាំអមតៈទៅតែពេលទេវតាស៊ូពិតជាមិនអាចត្រឡប់ក្រោយបាននោះទេទើបនាងយល់ច្បាស់ថាខ្លួនឯងនឹងត្រូវធ្វើយ៉ាងណាជាបន្តទៀតដែលអង្គគ្រប់ទៅកាន់ពេលទេវតាស៊ូនិងអ្នកទាំងអស់គ្នានៅទីនេះមើលថែរក្សានាងនឹងចាក់ចែងពីចលឹងភ្នំព្រោះគោលដៅដំបូងរបស់នាងគឺទទួលបានថ្នាំអមតៈយកទៅឲ្យលោកគ្រូប៉ុន្តែគាត់អត់ត្រូវការនោះទេថែមទាំងឲ្យសុភាសិតនាងមួយទៀតដូច្នេះនាងក៏ចង់គោរពតាមសម្ដីរបស់គាត់រួចត្រឡប់ទៅវិញនាងពិតជាមិនអាចរងចាំលូឈីងឲ្យចេញពីចលឹងភ្នំបាននោះទេសង្ឃឹមថាពេលណាមួយមានឱកាសនាងនឹងអរគុណគាត់ដោយតើពេលទេវតាស៊ូស្ដាប់ឮបែបនេះហើយក៏សោកសៅបន្តិចដែរព្រោះគ្មានអ្នកណាដែលក្បែរលោកគ្រូរបស់ខ្លួនទៀតក៏ចង់ត្រឡប់ទៅវិញធ្វើកិច្ចការរបស់ខ្លួនឲ្យចប់ស៊ីនមីនៅតែចង់ប្រគល់គុជទាំងអស់នោះទៅឲ្យពេលទេវតាស៊ូប៉ុន្តែពេលទេវតាស៊ូក៏បានក្រើនរំលឹកនាងឲ្យនឹកឃើញពាក្យសម្ដីពាក់កណ្ដាលរបស់លោកគ្រូនាងថារឿងត្រូវបានបញ្ចប់លុះត្រាតែថ្ងៃលិចនឹងរះឡើងវិញប្រសិនបើគាត់ចុះពីលើភ្នំច្បាស់ណាស់នឹងមានអ្នកឡើងមកវិញជាមិនខាននោះឡើយធ្វើឲ្យកម្លាំងចិត្តរបស់ពេលទេវតាស៊ូនឹងកាន់តែខ្លាំងក្លាឡើងនោះអ្វីដែលគាត់បានធ្វើពីត្រឹមត្រូវហើយឬក៏ចាក់ចេញពីទីនេះចូលទៅកាន់រូងភ្នំដើម្បីឲ្យសិស្សរបស់ខ្លួននឹងបដូរជើងខ្លួនឯងទៅឲ្យលូឈីងតែរឿងជាបន្តក៏បង្ហាញអំពីស៊ីនមីដែលបំរុងនឹងចាក់ចេញពីចលឹងភ្នំឯនេះវិញហូឈីងឃើញបែបនេះក៏ទៅសួរនាងព្រោះថ្ងៃនេះគឺជាថ្ងៃប្រមូលផ្ដុំបកអមតៈទាំងអស់ដើម្បីភ្លក់ថ្នាំមិនបានជានាងនឹងចាក់ចេញទៅវិញស៊ីនមីអត់ចង់និយាយពីរឿងនេះទេទើបហូឈីងនឹងសួរបន្ថែមអំពីច្រកចេញពីចលឹងភ្នំថាតើនាងនឹងដឹងហើយនៅហើយពីដំបូងនាងមកតាមផ្លូវណាអីអញ្ចឹងណាលុះពេលដឹងថាស៊ីនមីមកតាមទុករបស់លោកចឹងធ្វើឲ្យគេនឹងពិតជាមួម៉ៅយ៉ាងខ្លាំងព្រោះនៅទីនេះអ្នកណាក៏ដឹងដែរថាលោកចឹងនឹងគឺជាមនុស្សបោកប្រាស់ហើយថែមទាំងថាឲ្យនាងទៀតផងថាជាសិស្សនៅក្នុងបកអមតៈអីដែលឲ្យគេបោកបានដល់ថ្នាក់នេះតាមការពិតទៅលោកចឹងមិនមែនជាសិស្សនៅទីនេះនោះទេគាត់ក៏ជាអ្នកដំណើរដែលជួយតម្រង់ជួយអ្នកជំងឺហើយជាពេលខ្លះគាត់ក៏រកលុយក្រៅផងដែរទោះជាយ៉ាងណាក៏នាងអត់គួរទុកចិត្តគាត់នោះទេស៊ីនមីពិតជាដឹងមែនថាមានផ្លូវគោកដែលឆ្លងមកទីនេះទើបហូឈីនសម្រាប់ចិត្តថានាំយើងចាក់ចេញពីទីនេះព្រោះថ្ងៃនេះខ្លួនទំនេរដែររំលឹកដល់រឿងលោកចឹងគេក៏សង្ស័យបន្តិចដែរព្រោះថាមិនថ្ងៃនេះដូចអត់ឃើញគាត់តតែសោះលុះពេលអ្នកទាំងពីរដែលដល់មាត់ទន្លេឃើញថាមានមនុស្សជាច្រើនកំពុងតែរោមនៅទីនោះទើបដឹងថាលោកចឹងត្រូវបានស្លាប់ដោយលងទឹកអ្នកគ្រប់គ្នាយល់ថាការស្លាប់របស់គាត់គឺជាកម្មពីដែលលោភលន់ចំពោះប្រាក់បោកទៅកាន់អ្នកដទៃអីចឹងទៅតែស៊ីនមីអត់គិតអញ្ចឹងនោះទេតាមសម្ដីរបស់លោកចឹងធ្លាប់ប្រាប់នាងគាត់គឺជាមនុស្សដែលប្រកែកហេតុទឹកខ្លាំងមែនទែនចឹងហើយទើបនាងសង្ស័យថាការស្លាប់មួយនេះច្បាស់ជាពាក់ព័ន្ធជាមួយនឹងគុជកងសានជាមិនខានឡើយមិនវងអង្គពេលយូរនាងក៏សម្រេចត្រឡប់ទៅវិញចូលរួមការភ្លក់ថ្នាំសាច់រឿងក៏បង្ហាញអំពីសារភ្លក់ថ្នាំវិញម្ដងគ្រប់គ្នាកំពុងតែអង្គុយចាំនៅខាងក្នុងខណៈពេលដែលប៉ាធានជេនបានចូលទៅដល់មូហានៅតែបន្តនិយាយឌឺមដាមអំពីទង្វើអាក្រក់របស់ប៉ាពួកគេដែលសម្លាប់មនុស្សយ៉ាងសាហាវខុសខើដើម្បីលួចគុជថែមទាំងមកលួចគុជក្រោមច្រមុះរបស់គេទៀតអញ្ចឹងហើយប៉ាមួយនោះគ្មានអ្នកណាល្អនោះទេតែលោកម្ចាស់ធានស៊ីដែលមកពីនិកាយធានជេនណាគាត់បញ្ចាប់អារម្មណ៍ជាមួយរឿងមួយនេះឡើយទុកចិត្តបិទភ្នែកឲ្យគេនិយាយអីនិយាយទៅប៉ាចុងយីងទ្រាំបានក៏និយាយឡើងថាគុជរបស់គេមិនស្ថិតនៅលើដៃរបស់គាត់នោះឡើយ
ប៉ុន្តែមូហាណាអត់ជឿនោះទេឌីប្រមាថទៅកាន់ប៉ាយចុងយើងយ៉ាងខ្លាំងហើយថែមទាំងចង់ឆែកឆេរគាត់ទៀតផងតែក៏ត្រូវបានប៉ាយចុងយើងចាប់ដៃជាប់ដល់និយាយពាក្យសម្ដីធ្ងន់ៗទៅកាន់គេវិញទៅគេនឹងបង្វែររឿងទៅកាន់លោកគ្រូពេទ្យទេវតាស៊ូវិញម្ដងតែពេលលើកមុននោះក៏បានចូលរួមនោះទេហើយលើកនេះអញ្ចឹងទៀតតែច្បាប់ក្នុងចលងភ្នំរបស់ពួកគេគឺជាអ្វីអីអញ្ចឹងណាពេលទេវតាស៊ូស្ដាប់សម្ដីដល់ឆ្លើយរបស់គេបែបនេះហើយពិតជាមោះម៉ាយយ៉ាងខ្លាំងប្រាច្បាស់ពីច្បាប់ទម្លាប់ក្នុងចលងភ្នំរបស់ខ្លួនដែលមិនពាក់ព័ន្ធជាមួយអ្នកដទៃនោះទេអ្វីដែលគេត្រូវធ្វើគឺខិតខំស្រាវជ្រាវប្រភេទថ្នាំនៅបង្កើតវាតែប៉ុណ្ណោះលោកម្ចាស់លីស៊ីក៏និយាយទៅកាន់លូហានកុំឲ្យខឹងអីបើទោះបីជាគេគ្មានត្បូងក៏ដោយក៏គេអាចអង្គុយមើលបានដែរពួកឲ្យមូហាណាគេពិតជាខឹងយ៉ាងខ្លាំងទើបលោកម្ចាស់ហ្វឹងស៊ីនឹងនិយាយបន្តទៀតថាកម្មវិធីមួយនេះប្រព្រឹត្តទៅដែរឬទេហើយបិទតែមនុស្សអត់ទាន់គ្រប់តែពេលវេលាក៏ដល់ដែរតែលោកគ្រូពេទ្យស៊ូយូនិងសិស្សប្អូនរបស់ខ្លួននឹងដើរពិនិត្យមើលគុជតែម្ដងលោកម្ចាស់លីស៊ីបកគលគុជទាំង5តែឲ្យលោកគ្រូពេទ្យស៊ូយូតែអារម្មណ៍របស់ខ្លួនមិនស្ងប់នោះឡើយព្រោះគេបានបន្លំគុជខ្លាំងៗចូលអីអញ្ចឹងណាចំណែកឯលោកគ្រូពេទ្យស៊ូយូក៏ដឹងយ៉ាងច្បាស់ថា3នឹងខ្លាំងៗនោះទេបានតែ2ប៉ុណ្ណោះដែលជារបស់ប៉ិនទើបលីស៊ីនិយាយបង្វែរស្ថានភាពដោយសរសើរចំពោះលោកគ្រូពេទ្យស៊ូយូហើយថែមទាំងបន្ទោសខ្លួនឯងដែលចាញ់បោកគេអីអញ្ចឹងទៅហើយមិនបាច់ឆ្ងល់នោះទេអ្នកទាំងអស់គ្នាហេតុអ្វីបានជាមនុស្សនឹងទៅជាងមុនមើលទៅក្នុងដៃរបស់លោកម្ចាស់គង់យូដឹងហើយដំបូងគេមានគុជតែមួយទេឥឡូវនេះគេមានដល់តែ5លុះដល់វេនរបស់មូហាណាគេបែរជានិយាយថានៅក្នុងខ្លួនរបស់គេអត់មាននោះទេឲ្យសួរទៅកាន់ប៉ៃចុងយីងទៅប៉ៃចុងយីងក៏បានបញ្ចេញគុជរបស់ខ្លួនដែលមាននៅក្នុងដៃតែ7ប៉ុណ្ណោះពួកឲ្យមូហាណាគេចាប់ផ្ដើមឌឺដងទៀតហើយខាងគេរាយការណ៍ថា20ឥឡូវនេះមានគេមានតែ7ទៅវិញតែ13ទៀតនៅណាទៅសូមបកស្រាយទៅប្រាប់អ្នកទាំងអស់គ្នាផងលោកម្ចាស់ហ្វឹងស៊ីលើបែបនេះគាត់ក៏មានការភ្ញាក់ផ្អើលបន្តិចដែរទៅលោកគ្រូប៉ែស៊ូយូនឹងបានប្រកាសចំនួនគុជសរុបមានតែ20ប៉ុណ្ណោះហើយសួរទៅកាន់អ្នកប្រុសវងមិនបានជាអត់ឃើញគុជរបស់គាត់អញ្ចឹងអ្នកប្រុសវងអត់ទាន់បាននិយាយអ្វីផងសាប់តែលើសម្លេងត្រឹងអំពីគុជដែលចូលមកខាងក្នុងហើយម្នាក់នោះគឺជាសៀនមីនឹងឯងកាន់គុជចំនួន10ដើរចូលមកយ៉ាងសង្ហាតែម្ដងគ្រប់គ្នាឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនជាពិសេសគឺលោកម្ចាស់ហ្វឹងស៊ីនឹងតែម្ដងហើយសួរទៅកាន់សៀនមីថាកៃម្ចាស់របស់ខ្លួននឹងមានតែមួយទេហេតុអ្វីមានដល់តែ10អញ្ចឹងសៀនមីក៏គ្រប់ទៅកាន់ចាស់ទុំហើយធ្វើការបកស្រាយថានាងពិតជាមានមួយមែនដែលអ្នកគ្រប់គ្នាតាមពីដើមមកក៏ឃើញមានមួយដូចជានាងដែរតែលើបែបនេះមូហានគេនិយាយយ៉ាងសង្ហាតែម្ដងថាខ្លួនឯងអត់មានសូម្បីតែមួយទៅសៀនមីនិយាយបន្ថែមទៅកាន់លោកម្ចាស់ហ្វឹងស៊ីថាអ្នកគ្រប់គ្នានៅទីនេះមានត្បូងគុជនឹងលើពីមួយហេតុអ្វីបានជាគាត់នឹងមិនសួរគេផងបែរជានិយាយដាក់នាងថាឆ្លើយគ្មានការអប់រំយ៉ាងណាមិញពាក្យដែលអ្នកខ្លាំងគឺជាម្ចាស់វាចេញពីមាត់មនុស្សក្នុងបរិបទគេនឹងឯងលោកម្ចាស់ហ្វឹងស៊ីក៏ចាប់ផ្ដើមបដូរសំណួររបស់ខ្លួនទោះបីជានាងមានគុជចំនួន10ក៏មិនប្រកាសថាវាបានទាំងអស់ដែរសៀនមីក៏យល់សោជាមួយនឹងសម្ដីរបស់គាត់ព្រោះនាងមកទីនេះគឺដើម្បីថ្នាំអមតៈមួយគ្រាប់សម្រាប់លោកគ្រូរបស់ខ្លួនដែលមានអាយុជាង200ឆ្នាំហើយជីវិតរបស់គាត់ក៏ជិតបញ្ចប់ដូចគ្នាតែគាត់គ្មានបំណងក្នុងការទទួលយកថ្នាំអមតៈនេះទេទើបនាងសម្រេចចិត្តថាយកគុជទាំងអស់របស់ខ្លួននឹងទៅបដូរតែថ្នាំមួយគ្រាប់ប៉ុណ្ណោះគ្រប់គ្នាលើបែបនេះហើយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនមូហានក៏និយាយសុំទិញគុជអំពីសៀនមីព្រោះគុជរបស់គេត្រូវបានចោលលួចអីអញ្ចឹងណាប៉ុន្តែមិនមែនមានតែគេម្នាក់ដែលចង់បានណាអ្នកទាំងអស់គ្នាមនុស្សគ្រប់គ្នាដែលកំពុងតែនៅទីនេះម្នាក់សុទ្ធតែចង់បានគុជមួយនេះទាំងអស់ទើបសៀនមីនិយាយអំពីភាពបរាជ័យក្នុងការវឹកហាត់របស់ខ្លួនដែលមកដល់ពេលនេះនាងទៅតែស្ថិតនៅក្នុងកម្រិតទី2ដំណាក់កាលទី1ប៉ុណ្ណោះហើយក្នុងចិត្តរបស់នាងមានចម្ងល់ជាច្រើនដែលចង់ឲ្យអ្នកទាំងអស់គ្នានឹងជួយបកស្រាយប្រសិនបើអ្នកណាអាចបកស្រាយចម្ងល់នៅក្នុងចិត្តរបស់នាងបាននាងនៅបកគលគុជនេះឲ្យទៅគេលើកបែបនេះអ្នកគ្រប់គ្នាដូចជាមានសង្ឃឹមខ្លាំងមែនទែនលោកម្ចាស់ប៉ៃយិនក៏ស្ម័គ្រចិត្តឆ្លើយសំណួររបស់សៀនមីមុនគេសៀនមីដឹងថាបាក់របស់គាត់ប្រកែកគិតលេខខ្លាំងហើយអញ្ចឹងហើយនាងនឹងសួរគាត់តាក់ទងជាមួយនឹងលេងតែពីនាងនៅក្មេងអត់ទាន់មានថ្នាំអមតៈក៏ដូចជាពុនអមតៈនោះទេប្រសិនបើគ្រួសារមួយមានសមាជិកចំនួន5នាក់ប្តីចេញទៅធ្វើការរាល់ថ្ងៃក្នុងមួយថ្ងៃបាន100កាក់ចំណែកឯប្រពន្ធកាត់ដេរនៅផ្ទះបានមួយថ្ងៃ40កាក់ហើយត្រូវចំណាយផ្សេងប្រហែលជាអស់15កាក់ក្នុងមួយថ្ងៃតែប្រាក់សរុបរបស់អ្នកទាំងពីរនៅក្នុងមួយឆ្នាំនឹងប្រហែលជាបានប្រមាណលោកម្ចាស់ក៏ចាប់ផ្ដើមធ្វើការគិតរបស់ខ្លួនដោយសន្មតថាប្រហែលជាបាន20តម្លឹងនៅក្នុងមួយឆ្នាំនៅសល់10កាក់អីអញ្ចឹងទៅទីមេក៏សួរបន្ថែមទៀតចុះប្រសិនបើគាត់នឹងចង់សន្សំប្រាក់នេះដើម្បីទិញផ្ទះតម្លៃ100តម្លឹងតើគាត់នឹងត្រូវចំណាយអស់រយៈពេលប្រមាណឆ្នាំលោកម្ចាស់ក៏ឆ្លើយបន្ថែមបើស្ថានភាពមានលំនឹងពួកគេអាចសន្សំរយៈពេល10ឆ្នាំតែបើមានបញ្ហាអ្វីកើតឡើងអាចពន្យាដល់12-13ឆ្នាំអីអញ្ចឹងទៅសៀនមីក៏បញ្ចូលពន្ធអមតៈចូលទៅក្នុងគ្រួសារដែលនាងបានរៀបរាប់បាញ់មិញតែដកការចំណាយផ្សេងចេញទុកតែថ្លៃអាហារចំនួន30កាក់ក្នុងមួយថ្ងៃប៉ុណ្ណោះតែលោកម្ចាស់ធ្វើការគណនាដោយដក30%នៃទិន្នផលសរុបក្នុងរដូវរងាហើយ40%នៃទិន្នផលសរុបក្នុងរដូវក្តៅការថ្លៃអាហារឃើញថាពួកគេនឹងត្រូវសន្សំរយៈពេល1380ឆ្នាំទៅបានផ្ទះមួយនេះសៀនមីស្ដាប់លើចម្លើយរបស់គេហើយនឹងពិតជាឈឺចាប់ខ្លាំងមែនទែនដល់និយាយថាមិនអាចទៅរួចឡើយព្រោះមនុស្សមិនអាចរស់នៅលើ100ឆ្នាំបាននោះឡើយគេមិននឹងអាចរងចាំដល់ថ្ងៃនោះបានទៅនិយាយរួចនេះក៏បានយកគុជដែលនៅនឹងដៃបោកតិចទីតែម្ដងធ្វើឲ្យអ្នកគ្រប់គ្នានឹងពិតជាភ្ញាក់ផ្អើលហើយសោកស្ដាយយ៉ាងខ្លាំងតែពួកគេនៅអត់ទាន់យល់អំពីសម្ដីរបស់សៀនមីទេបន្តមកគឺមូហានសៀនមីបានសួរអំពីរបៀបនៃការធ្វើដំណើរមកកាន់ទីនេះដោយឆ្លងកាត់តាមក្រុងស៊ូដូវាមានសភាពយ៉ាងណាហើយរយៈពេលប្រមាណបានគេនឹងមកដល់ទីនេះមូហានក៏បានឆ្លើយតបថាគេធ្វើដំណើរតាមរទេះសេះហើយមិនហ៊ានសម្រាកនោះទេព្រោះថាទីក្រុងស៊ូដូវាស្ងាត់ខ្លាំងមែនទែនអត់មានមនុស្សនិងគ្មានផ្ទះសំណាក់ឡើយទៅគេចុះសម្រាកបន្តិចហើយធ្វើដំណើរជាបន្តទៀតទៅសៀនមីនិយាយអំពីកម្មារភាពរបស់ខ្លួនដែលធ្លាប់បានទៅត្រង់មួយនោះដូចគ្នាវាមានសភាពអ៊ូអរហើយរីកចម្រើនខ្លាំងមែនទែនគ្រប់ផ្ទះគ្រប់ផ្លូវមានមនុស្សនិងរទេះសេះជាច្រើនទាំងយប់ទាំងថ្ងៃផ្លូវខ្វាត់ខ្វែងត្រូវបានកសាងអត់ទាន់ចូលដល់ក្នុងភូមិផងក្លិនឈ្ងុយនៃម្ហូបរួមជាមួយនឹងទិន្នផលផ្សេងនឹងត្រូវបានភេរចេញបាត់ទៅហើយសូមឲ្យគេនឹងប្រៀបធៀបអំពីឥឡូវនេះជាមួយនឹងអ្វីដែលនាងបាននិយាយថាវានឹងមានភាពខុសប្លែកគ្នាប៉ុណ្ណាមូហាណាគេក៏ដឹងថាអ្វីដែលសៀនមីបាននិយាយវាគឺជាការពិតប៉ុន្តែពេលនេះវាផ្ទុយស្រឡះពីមុនដែរធ្វើឲ្យសៀនមីនឹងចាប់ដើមបញ្ជាក់ថាមូលហេតុអស់ទាំងនេះគឺមកពីពន្ធអមតៈចាប់តាំងពីវាចូលមកមនុស្សជាច្រើនត្រូវខិតខំប្រឹងប្រែងរកស៊ីដើម្បីបង់ពន្ធពួកគេមិនលើកលែង
គ្រួសារអ្នកណានោះឡើយមិនថាមនុស្សចាស់ឬក៏កូនក្មេងពួកមនុស្សគ្រប់គ្នាខ្លាចរអាជាមួយនឹងការរៀបការមានកូនចំណែកឯមនុស្សចាស់សុខចិត្តលេបថ្នាំសម្រាប់ខ្លួនដើម្បីសម្រាប់បន្ទុកដល់គ្រួសារពួកគេសម្រេចចិត្តរើចេញទៅរកកន្លែងថ្មីគឺដើម្បីទៅរស់អញ្ចឹងហើយបានជាភូមិទាំងអស់នៅក្នុងរាជធានីសិនឌូនឹងអត់មានមនុស្សទៀតនោះទេតែមូហានបែរជានិយាយរឿងបិសាចសង្គ្រាមដែលហ៊ានលះបង់ពាក់កណ្ដាលជីវិតរបស់មនុស្សលោកឲ្យដើមឈើទេពនឹងធំគ្រប់គ្រាន់ដើម្បីសង់ចិន្តាទៅកាន់ឋានសួគ៌វិញពួកឲ្យមនុស្សមានការខឹងសម្បាហើយបង្កជាសង្គ្រាមជាមួយនឹងបិសាចសង្គ្រាមខ្លាំងមែនទែនតែពួកគេនៅតែអាចតស៊ូបានទើស៊ីមីនិយាយបន្ថែមទៀតថាអ្វីដែលគេបាននិយាយវាត្រឹមត្រូវហើយប៉ុន្តែត្រូវចាំថាមុនពេលដែលគេនឹងខ្លាចទៅជាបកនៃអមតៈជីវិតរបស់ពួកគេកាលពីមុនក៏ជាមនុស្សសាមញ្ញធម្មតាដែរហើយសាច់រឿងរបស់យើងក៏ត្រូវបានចប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ